អង្គខ្ញុំប្រកាសណាសូមធ្វើសេចក្តីគោរពចំពោះព្រះសង្ឃនិងពុទ្ធបរិស័ទទាំងឡាយថ្ងៃនេះអង្គខ្ញុំប្រកាសណាសូមលើកប្រធានបទមួយអំពីបុណ្យវិសាខបូជាពិធីបុណ្យវិសាខបូជាគឺជាពិធីបុណ្យដ៏ធំបំផុតនិងមានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនាត្រូវបានគេហៅថាបុណ្យសកលដែលអង្គការសហប្រជាជាតិបានទទួលស្គាល់ជាបុណ្យអន្តរជាតិទៀតផងបុណ្យវិសាខបូជានេះរំលឹកដល់ព្រឹត្តិការណ៍ធំៗ3យ៉ាងរបស់ព្រះពុទ្ធសាមណគោតមដែលកើតឡើងក្នុងថ្ងៃ15កើតខែវិសាខដូចគ្នាព្រះពុទ្ធទ្រង់ប្រសូតព្រះពុទ្ធទ្រង់ត្រាស់ដឹងព្រះពុទ្ធទ្រង់បរិនិព្វានទី1ទ្រង់ប្រសូតព្រះអង្គមានព្រះនាមដើមសទ្ធថាគោតមប្រសូតនៅថ្ងៃសុក្រ15កើតខែវិសាខឆ្នាំចមុនពុទ្ធសករាជ80ឆ្នាំនៅឧទ្យានលំពិនីត្រង់ចន្លោះនគរទាំងពីរគឺនគរកបិលភ័ស្ត្រនិងនគរទេវតាហៈព្រះបិតានាមព្រះបាទសិរីសទ្ធោទនៈព្រះមេដានាមព្រះនាងសិរីមហាមាយាក្រោយប្រសូតបាន7ថ្ងៃព្រះមេដាក៏សោយទីវង្កត់ព្រះអង្គរស់នៅក្នុងជីវិតជាព្រះរាជបុត្រយ៉ាងសុខស្រួលរហូតដល់រៀបអភិសេកជាមួយព្រះនាងពំពាយសោធារានិងមានបុត្រមួយព្រះនាមរាហុលទី2ទ្រង់ត្រាស់ដឹងក្រោយពីទូតឃើញទេវទូតទាំង4មនុស្សចាស់មនុស្សឈឺមនុស្សស្លាប់និងសាមណៈព្រះអង្គក៏សម្រេចប្រតិសាងព្រះភ្នាស់នៅព្រះចន្ទ29ព្រះឧស្សាហ៍ដើម្បីស្វែងរកផ្លូវរំដោះទុក្ខត្រាស់ដឹងនៅថ្ងៃពុធ15កើតខែវិសាខឆ្នាំរកាក្រោយសាងភ្នាស់បាន6ឆ្នាំត្រាស់ដឹងនៅក្រោមដំពោជិតមកស្ទឹងនេរញ្ជរាព្រះចន្ទមាយុ35ព្រះឧស្សាហ៍ព្រះអង្គបានត្រាស់ដឹងនៅអរិយសច្ចទាំង4និងបានក្លាយជាព្រះសម្មាសម្ពុទ្ធទី3ទ្រង់បរិនិព្វានក្រោយពីបានបោះជំហានផ្សព្វផ្សាយព្រះធម៌អរិយពេល45ព្រះវស្សាដើម្បីជួយស្រោចស្រង់សត្វលោកព្រះអង្គក៏យាងចូលកាន់បរិនិព្វាននៅថ្ងៃអង្គារ15កើតខែវិសាខឆ្នាំម្សាញ់ត្រង់ចន្លោះដំរៀងទាំងគូក្នុងក្រុងកុសិនារាព្រះចន្ទមាយុ80ព្រះវស្សាបណ្ដាំចុងក្រោយរបស់ព្រះសម្មាសម្ពុទ្ធសង្ខារទាំងឡាយមានសភាពសាបសូន្យជាធម្មតាអ្នកទាំងឡាយជួយញ៉ាំងប្រយោជន៍ឲ្យសម្រេចដោយសេចក្តីមិនប្រមាទចោះព្រឹត្តិការណ៍ទាំង3នេះព្រះពុទ្ធទ្រង់ប្រសូតព្រះពុទ្ធទ្រង់ត្រាស់ដឹងនិងព្រះពុទ្ធទ្រង់បរិនិព្វានសុទ្ធតែតម្រូវចំថ្ងៃ15កើតខែវិសាខដូចគ្នាដែលពុទ្ធសាសនិកជនទូទាំងពិភពលោកតែងតែប្រារព្ធធ្វើពិធីបុណ្យវិសាខបូជាដើម្បីរំលឹកដល់គុណូបការៈរបស់ព្រះអង្គសូមអនុមោទនា